พระพุทธองค์ทรงตรัสថាចាយានុរក្ខីដោយសេចក្តីថាបុគ្គលគប្បីជាអ្នករក្សាវិជ្ជាកុំចេះតែនិយាយតាមចង់ត្រូវប្រយ័ត្នឲ្យណាស់នៅត្រង់ដែលចង់ឲ្យគេដឹងថាខ្លួនឯងអីក៏ដឹងបើមិនបាននិយាយទេភ័យខ្លាចថាអ្នកដទៃមិនដឹងថាខ្លួនឯងក៏បានដឹងរឿងនោះដែរតាមពិតគឺมันសំខាន់អ្វីនៅត្រង់បានដឹងរឿងច្រើននោះទេព្រោះការដឹងរឿងដឹងអារម្មណ៍វាជាកិច្ចរបស់ចិត្តសំខាន់តើរឿងនោះមានប្រយោជន៍ដល់ការនិយាយដែរឬអត់មិនបៀតបៀនអ្នកដទៃទេឬនៅក្នុងភិក្ខុវគ្គទី25នៃព្រះគាថាធម្មបទព្រះពុទ្ធអង្គទ្រង់ត្រាស់សម្ដែងថាភិក្ខុណាសង្រួមមាត់ជាអ្នកពោលដោយបញ្ញាមានចិត្តមិនរីមាយសម្ដែងអត្ថផងធម៌ផងបានភាសិតរបស់ភិក្ខុនោះទើបឈ្មោះថាពីរោះ